ក្បួនធ្វើទឹកត្រីផ្អែមនេះធានាថាប្លែកហើយរសជាតិក៏ឆ្ងាញ់ប្លែកដែរចង់យកមកផ្ទាប់ជាមួយនឹងបន្លែបាញ់ហយឬមួយក៏យើងយកទៅញ៉ាំអីផ្សេងទុកនៅផ្ទះខ្លះសេទុកក្នុងទូទឹកកកគឺបានយូរមែនតើវាពិសេសរសជាតិខ្ញុំធានាថាអ្នកទាំងអស់គ្នាហូបហើយអូយឆ្ងាញ់ប្លែកខុសពីទឹកត្រីបុកធម្មតាតែម្ដងហើយសម្រាប់ថ្ងៃនេះក៏ខ្ញុំចង់ណែនាំទៅលើផលិតផលគ្រឿងទេសរបស់ខ្មែរពីក្រុមហ៊ុន J Top Lady ហើយសម្រាប់ផលិតផល J Top Lady មាន5ប្រភេទមានទឹកត្រីទឹកស៊ីអ៊ីវទឹកសៀងទឹកម្ទេសនិងទឹកប្រេងខ្យងគ្រឿងទេស J Top Lady ផ្សំពីវត្ថុធាតុដើមរបស់ខ្មែរជាផលិតផលខ្មែរដែលមានស្តង់ដារខ្ពស់រសជាតិឆ្ងាញ់និងអនាម័យតម្លៃសមរម្យបំផុតមកត្រឡប់មកពីវិធីធ្វើទឹកត្រីផ្អែមយើងវិញម្ដងអញ្ចឹងយើងដាក់ម្នាស់ចូលយើងរបៀបយើងកំឡោចវាឲ្យឈ្ងុយសិនណាហើយបន្តមកទៀតយើងចាក់ទឹកដូងចូលហើយបរិមាណហ្នឹងយើងលេងមើលទៅតាមទឹកដូងយើងមានជាក់ស្ដែងដោយសារយើងអត់មានប្រើទឹកសាបទេនៅពេលដែលវារាងពុះបន្តិចយើងចាក់ផ្សិតខ្មៅចូលហើយផ្សិតខ្មៅហ្នឹងយើងត្រូវយកវាទៅត្រាំឲ្យរីកសិនណាហើយយើងដាំទឹកដូងហ្នឹងឲ្យពុះបន្តិចមកហើយបន្តមកទៀតគឺយើងចាប់ផ្ដើមដាក់ទឹកត្រីចូលមុនគេហើយទឹកត្រីដែលខ្ញុំណែនាំហ្នឹងគឺទឹកត្រីរបស់ផលិតផល J Top Lady នឹងឯងដោយសារតែក្លិនទឹកត្រីនឹងឈ្ងុយហើយអត់សូវប្រៃពេកទេមិនល្មមអញ្ចឹងយើងដាក់បរិមាណមិនល្មមហ្នឹងមកហើយគ្រឿងផ្សំផ្សេងៗទៀតដាក់នៅក្នុងពេលហ្នឹងដូចគ្នាមកហើយស្ករសយើងដាក់ក្រោយគេព្រោះដោយសារតែពេលយើងរំងាស់ហ្នឹងគឺជាតិផ្អែមនៃម្នាស់គឺវានឹងចេញបន្តទៀតអញ្ចឹងយើងត្រូវដាក់ក្រោយគេស្ករសខ្លាចវាផ្អែមពេកហើយបន្តមកទៀតចុងក្រោយគឺដាក់ស្រាយនេះចូលនៅពេលដែលដាក់ស្រាយនេះចូលគឺទឹកត្រីរបស់យើងនឹងបដូររសជាតិប្លែកភ្លាមតែម្ដងគឺវាអត់ធំក្លិនម្នាស់ដូចពេលដំបូងអ្នកទាំងអស់គ្នាអាចសាកល្បងភ្លក់បានអាចសាកភ្លក់មុននឹងយើងដាក់ស្រាយបន្ទាប់ពីដាក់ស្រាយគឺរសជាតិខុសគ្នាហើយទៅលើសាច់ជ្រូកនេះគឺខ្ញុំយកមកផ្ទាប់ជាមួយនឹងបាញ់ហយបន្លែយើងហ្នឹងណាហើយសាច់ជ្រូកនេះខ្ញុំធ្លាប់ចែកម្លែកពីវិធីធ្វើម្ដងហើយគឺសាច់បីជាន់ខ្វៃនឹងឯងរសជាតិឆ្ងាញ់ណាស់ហើយផ្ទាប់ជាមួយនឹងបន្លែមានជីស្វាយសាឡាត់ស្រួយតសក់អីហ្នឹងត្រូវគ្នាជាមួយនឹងបាញ់ហយញ៉ាំជាមួយនឹងទឹកត្រីផ្អែមហ្នឹងនិយាយពីថាអូយខ្ញុំចូលចិត្តមែនតើដូច្នេះទឹកត្រីមួយមុខនេះគឺយើងធ្វើឲ្យទុកក្នុងទូទឹកកកបានយូរមែនតើគឺអាចយកទៅញ៉ាំបានច្រើនមុខណាសាកល្បងធ្វើទាំងអស់គ្នា